អូខេសួស្តីបងប្អូនទាំងអស់គ្នាវិលមកជួបគ្នាសារជាថ្មីម្ដងទៀតហើយជាមួយនឹង Channel ខ្មែរ Online បាទសម្រាប់វីដេអូថ្ងៃនេះផងដែរខ្ញុំសូមធ្វើការបង្ហាញបងប្អូនពីរបៀបនៃការយកអាសយដ្ឋានក្រុមហ៊ុនដឹកជញ្ជូនឡូដាភ្ជាប់ក្នុងថៅប៉ាវអញ្ចឹងមុននឹងចូលទៅដល់ការបង្ហាញបងប្អូនពីរបៀបនៃការយកអាសយដ្ឋានក្រុមហ៊ុនដឹកជញ្ជូនឡូដាភ្ជាប់ទៅក្នុងថៅប៉ាវសម្រាប់បងប្អូនដែលជាសមាជិកថ្មីអត់ទាន់បានជួយចុចទៅលើប៊ូតុង Subscribe សូមជួយចុចទៅលើប៊ូតុង Subscribe ដើម្បីទទួលបាននៅវីដេអូថ្មីៗបន្ថែមបាទអញ្ចឹងនៅពេលដែលយើងចូលមកដល់ក្នុង account នេះហើយចំណុចទី1បងប្អូនអាចដាក់ឈ្មោះរបស់យើងបានអញ្ចឹងបងប្អូនចុចលើ setting នេះខាងចែងនេះបាទបន្តមកទៀតបងប្អូនចុចទៅលើឈ្មោះរបស់យើងកន្លែងពីមុខនេះណាបងប្អូនបាទបងប្អូនចុចទៅលើនឹងមួយមកបាទនៅកន្លែងចំណុចទី2នេះបងប្អូនអាចវាយឈ្មោះរបស់យើងចូលមកបាទបន្តមកទៀតបងប្អូនចុចលើអក្សរពណ៌ក្រហមខាងលើនេះបាទបងប្អូនថយក្រោយមកវិញមកបាទកន្លែងចំណុចអាសយដ្ឋានដែលយើងត្រូវបំពេញគឺនៅកន្លែងនេះណាបងប្អូនអក្សរជួរទី1នេះយើងចុចអក្សរពណ៌ទឹកក្រូចមួយទៀតបាទអញ្ចឹងសម្រាប់អាសយដ្ឋាននៅកន្លែងនេះបងប្អូននឹងចូលទៅយកនៅក្នុងapp Loda ដែលយើងបានបង្កើតមុននេះណាបងប្អូនបន្ទាប់ពីយើងចូលនៅក្នុង account Loda ហើយបងប្អូនចុចទៅលើកន្លែងផ្ទះនេះហើយយកពាក្យថាដឹកជញ្ជូនអន្តរជាតិបាទបន្តមកទៀតបងប្អូនចុចទៅលើពាក្យថាមើលអាសយដ្ឋានដឹកជញ្ជូនឃ្លាំងចិនបាទបន្តមកទៀតបងប្អូនចុចពាក្យថាយើងមើលទីតាំងផ្លូវគោកផ្លូវអាកាសណាបងប្អូនអញ្ចឹងសម្រាប់ទីតាំងផ្លូវគោកយើងទូទៅយើងដាក់ផ្លូវគោកអញ្ចឹងបងប្អូនចុចពាក្យថាចម្លងទាំងអស់បាទវាឡូតអញ្ចឹងមកបងប្អូនអាចចុចអក្សរពណ៌ទឹកក្រូចយកតែម្ដងបាទនេះយើងចុចអក្សរនេះមកគឺវានឹងបំពេញតែម្ដងណាបាទវានឹងបំពេញកន្លែងនេះលេខទូរស័ព្ទនៅចិនឃ្លាំងនៅចិននេះទីតាំងហើយនឹងទីតាំងដែរនៅកន្លែងនេះអាសយដ្ឋានដូចគ្នាអញ្ចឹងកន្លែងដែលបងប្អូនត្រូវបំពេញគឺមានតែកន្លែងនេះទេអញ្ចឹងបងប្អូនcopy បាទបងប្អូនដែរបាទយើង copy ពីក្នុងហ្នឹងហើយយើងយកមកផាសនៅក្នុងហ្នឹងបាទបន្តមកទៀតយើង copy ខាងលើនេះបាទ copy ត្រឹមនេះមកបាទបន្តមកទៀតបងប្អូនយកទៅផាសនៅក្នុងនេះបាទនេះជាលេខ KA របស់យើងបន្តមកទៀតបងប្អូនអូសចុះក្រោមបាទបន្តមកទៀតបងប្អូនចុចទៅលើ postcode បាទ postcode កន្លែងនេះបងប្អូនអាចចុចបំពេញមកអញ្ចឹងនេះ postcode នៅកន្លែងនេះណាបងប្អូនបាទ postcode បាញ់មិញនេះគឺលេខ528000អញ្ចឹងបងប្អូនវាលេខនឹងចូលមក528000សម្រាប់អាសយដ្ឋាននៅក្នុងថៅប៉ាវដែលយើងបំពេញបងប្អូនគឺត្រូវមើលឲ្យបានគ្រប់ជ្រុងជ្រោយត្រឹមត្រូវគឺដូចទៅអ្វីដែលខ្ញុំបានបំពេញនេះឯងបាទគឺខុសតែចំណុចមួយខាងលើនេះទេបាទគឺលេខ KA នេះគឺខុសគ្នាអញ្ចឹងក្រៅពីនោះគឺដូចគ្នាទាំងលេខទូរស័ព្ទអាសយដ្ឋាននិង postcode ផ្សេងបាទបន្ទាប់ពីបំពេញរួចរាល់បងប្អូនចុចទៅលើកន្លែងនេះបាទដើម្បីបើកវាមកដើម្បីថ្ងៃក្រោយគឺវានឹង save ជាប់អូតូតែម្ដងយើងមិនបំពេញលើក្រោយទៀតនៅពេលដែលយើងទិញលើក្រោយណាបាទបន្តមកទៀតបងប្អូនចុចទៅលើអក្សរពណ៌ទឹកក្រូចនេះបាទកន្លែងនេះគឺបានជោគជ័យហើយអញ្ចឹងបងប្អូនបែកមកវិញមក